ចាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាមកនេះមករៀនធ្វើខ្ទឹមជ្រក់លាយជាមួយនឹងម្ទេសបងប្អូនអានេះយើងអាចញ៉ាំជាមួយនឹងអ្វីក៏បានដែរឲ្យតែបងប្អូនចូលចិត្តចាមិនថាជាមួយបាយមីកាទៀវស៊ុបហើយសម្រាប់រូបមន្តនេះគឺឆ្ងាញ់បងប្អូនមកល្មមសម្រាប់ខ្ញុំហើយយើងអាចទុកបានយូរដូចគ្នាបងប្អូនវាមិនដុះផ្សិតវាមិនធំក្លិនអញ្ចឹងណាអាចទុកញ៉ាំបានយូរមើលគ្រឿងផ្សំរបស់យើងមានទឹកខ្មាស់ចំនួន100 ml ស្ករស20ព្រាបាយអំបិល20ព្រាបាយហើយទឹកត្រជាក់យើងឬក៏ទឹកក្តៅក៏បានដែរបងប្អូន200 ml ហើយយើងមានជាមួយនឹងខ្ទឹមមកខ្ទឹមយើងហ្នឹងយើងដាក់មួយដុំធំមកហើយប្រទេសខ្ញុំប្រើចំនួន3ខាំបងដាក់ច្រើនជាងហ្នឹងគុណគ្រឿងតាមហ្នឹងក៏បានដែរប៉ុន្តែសម្រាប់ប្រទេស3ខាំនេះខ្ញុំប្រើរូបមន្តប៉ុណ្ណឹងគឺមកល្មមបងអត់មានលើសអត់មានខ្វះទេឥឡូវយើងទៅដាំទឹកទាំងអស់គ្នាបងដោយសារទឹកខ្ញុំដាក់ពីម៉ាស៊ីនក្តៅស្រាប់អញ្ចឹងយើងវាក្តៅស្រាប់ហើយដាំតាមភ្លេតពុះហើយយើងចាក់ទឹកចូលបន្ទាប់មកយើងដាក់គ្រឿងផ្សំទាំងអស់មិនចូលអស់មកបងមានអំបិល2ស្លាបព្រាបាយស្ករស2ស្លាបព្រាបាយហើយទឹកខ្មាស់100 ml ហ្នឹងយើងដាក់វាបញ្ចូលគ្នាទាំងអស់មកបន្ទាប់មកយើងធ្វើការកូរវាឲ្យលាយអំបិលហ្នឹងអំបិលបងប្អូនអាចប្រើអំបិលម៉ត់ក៏បានដែរដោយសារខ្ញុំអត់មានអំបិលម៉ត់អញ្ចឹងខ្ញុំប្រើអំបិលក្រួសបងប្អូនប្រើអំបិលម៉ត់អីដាក់តាមម៉ត់ស្លាបព្រាបាយបានដែរដោយសារវារៀងប្រៃខ្លាំងណាដោយសារអំបិលក្រួសវាអត់សូវប្រៃខ្ញុំដាក់2ស្លាបព្រាបាយតបមកយើងទុកវាឲ្យលាយនៅហ្នឹងទៅហើយយើងមករៀបចំចាឥឡូវយើងមករៀបចំម្ទេសហើយនឹងខ្ទឹមមកយើងដាក់ចូលក្នុងកន្លបងប្អូនអាចប្រើកន្លថ្មណាបងប្រើកន្លជ័រគឺវាអត់ល្អទេអត់កំមិនឲ្យប្រើហ្មងខ្ញុំមានកន្លថ្មបងប្អូនកន្លអីក៏បានដែរប៉ុន្មានក៏បានដែរបងប្អូនដាក់វាមករៀបចំប៉ុណ្ណឹងហ្មងមកហើយសម្រាប់ម្ទេស3ខាំនេះខ្ញុំប្រើកន្លនេះគឺអត់អស់ទេអញ្ចឹងខ្ញុំលួចថែមកូន10ថ្មមួយទៀតកៅថ្មទូចមួយទៀតគឺល្មមហ្មងយើងដាក់ខ្ទឹមដាក់ខ្ទឹមដាក់ម្ទេសលាយគ្នាអញ្ចឹងមកណាចាឥឡូវយើងមកនេះឲ្យបងប្អូននេះរៀបចំហើយបន្ទាប់មកយើងចាំទឹកយើងឲ្យវាលាយអស់សិនចាឥឡូវទឹកយើងបានលាយគ្រឿងចូលគ្នាអស់ហើយយើងមកចាក់ចូលមកបងមិនចាំទុកឲ្យត្រជាក់ទេគឺយើងចាក់ចូលភ្លាមហ្មងណាចាក់ដូចខ្ញុំអញ្ចឹងមកល្មមមកយើងថែមកៅមួយទៀតចាសម្រាប់ទឹកនេះហើយម្ទេស3ខាំហើយនឹងខ្ទឹមមួយដុំធំហ្នឹងគឺល្មមបងប្អូនគឺអត់ខ្វះនឹងអត់លើសទេត្រឹមល្អហ្មងខ្ញុំរូបមន្តដែរខ្ញុំដាក់ទៅហ្នឹងណាបន្ទាប់មកបងប្អូនកុំតន់ក្របវាយើងទុកឲ្យវាចុះត្រជាក់សិនចាំបងប្អូនក្របវាទុកនៅក្រៅពី3ថ្ងៃសិនទៅបងប្អូនតា3ថ្ងៃអីគឺញ៉ាំទៅឆ្ងាញ់ហ្មងបងប្អូនចង់ញ៉ាំមួយបាយក៏បានមួយកាទៀវស៊ុបមីអីក៏បានដែរឆ្ងាញ់ទាំងអស់ដោយសារតែខ្ញុំចូលចិត្តខ្ញុំតែអ្នកធ្វើទុកនៅក្នុងទូទៅញ៉ាំមួយឯងអញ្ចឹងណាចាមានតែប៉ុណ្្នឹងបងប្អូនមិនដឹងអរគុណបងប្អូនច្រើនសម្រាប់ការទស្សនាតាំងពីដើមដល់ចប់បងប្អូនចូលចិត្តនាងខ្ញុំក្នុងការចេញវីដេអូបន្តទៅទៀតសូមកុំភ្លេចជួយ Subscribe វីដេអូ Like វីដេអូមួយផងបងប្អូនដើម្បីជួយកម្លាំងចិត្តយើងធ្វើវីដេអូថ្មីបន្តទៀតចែករំលែកបងប្អូនអញ្ចឹងណាសម្រាប់វីដេអូក្នុង Channel នាងខ្ញុំគឺនាងខ្ញុំចែករំលែកពីការធ្វើភេសជ្ជៈនិងការធ្វើជាប្រភេទញ៉ាំអាហារញ៉ាំប្រចាំថ្ងៃអញ្ចឹងបងប្អូនតែពួកខ្ញុំបដោតទូទៅគឺសម្រាប់ភេសជ្ជៈហ្មងដោយសារអាហារគឺនាងខ្ញុំអត់សូវមានពេលធ្វើបងភេសជ្ជៈខ្ញុំនៅជាមួយផ្ទាល់អញ្ចឹងណាអរគុណបងប្អូនអរគុណខ្ញុំមានតែប៉ុណ្្នឹងឯងជូនបងប្អូនសំណាងល្អសុខបានទាំងអស់គ្នា